ពូមីងបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំបន្ទាប់ពីខ្ញុំមិនមានការងារធ្វើហើយខ្ញុំទទួលនៅអារម្មណ៍តែកើតឡើងកន្លងមកអត់បានឥឡូវនេះខ្ញុំទទួលយកបានហើយខ្ញុំទៅតែទទួលស្គាល់នៅអ្វីដែលខ្ញុំកំពុងតែមានបាទបងប្អូនឥឡូវនេះខ្ញុំកំពុងតែរៀនចិញ្ចឹមមាន់ដែលខ្ញុំបានដើរធ្វើការកន្លងមកខ្ញុំស៊ើបតែការចិញ្ចឹមមាន់បែបណាបានល្អបាទបងប្អូនមួយចំនួនគាត់និយាយថាយើងត្រូវចាប់កូនមាន់ពេលដែលយើងចិញ្ចឹមមាន់ជាលក្ខណៈមេក្រាបគឺយើងយកកូនមាន់របស់យើងដាក់ចូលនៅក្នុងធុងមួយដែលមានកាមហើយមានចំបើងបងប្អូនណា10 20មាន់គឺស្រួលទេក៏កំដៅវាហត់បងប្អូនត្រូវធ្វើតាមខ្ញុំណាយើងទិញទ្រុងតូចណាដែលទ្រុងខៀវហ្នឹងគឺយើងយប់ឡើងហើយថ្ងៃឡើងគឺយើងដាក់វា5ថ្ងៃបងប្អូនឥឡូវនេះពន្លឺថ្ងៃមកហើយតែយប់ឡើងចង់ដាក់មេឲ្យវាក្រាបហើយគឺខ្ញុំគ្រូចិត្តតែម្ដងបាទបងប្អូនបាទសូមតាមដានមើលទាំងអស់គ្នាបាទ